រដ្ឋាភិបាលថៃនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បានទាមទារឲ្យកម្ពុជាសុំទោសជាផ្លូវការនិងទទួលខុសត្រូវទាំងស្រុងចំពោះការផ្ទុះមីននៅជិតប្រាសាទព្រះវិហារដែលបានធ្វើឲ្យទាហានថៃចំនួន2នាក់រងរបួសកាលពីថ្ងៃទី10ខែវិច្ឆិកាយោងតាមកាសែតខៅសូត្ររដ្ឋមន្ត្រីការពារជាតិថៃលោកណដ្ឋផន ណាត់ផានិតបាននិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិថៃបានអនុញ្ញាតឲ្យយោធាចាត់វិធានការដោះស្រាយស្ថានភាពព្រំដែនជាមួយកម្ពុជាតាមការចាំបាច់ដោយបញ្ចប់រាល់ការចរចាទាំងអស់ជាមួយរដ្ឋាភិបាលក្រុងភ្នំពេញលោកណដ្ឋផននិយាយថាកម្ពុជាត្រូវតែសុំទោសប្រទេសថៃនិងទទួលខុសត្រូវទាំងស្រុងចំពោះទាហានដែលរងរបួសរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូមិកិតកែវបានបញ្ជាក់បន្ថែមថាប្រទេសថៃនឹងជូនដំណឹងទៅដល់សហគមន៍អន្តរជាតិអំពីការសម្រេចចិត្តរបស់ខ្លួននៅក្នុងការផ្អាកសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីលោកអះអាងថាការផ្ទុះមីននេះបានកើតឡើងនៅក្នុងទឹកដីថៃហើយថានេះគឺជាការរំលោភបំពានទៅលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពប្រទេសកម្ពុជាបានបដិសេធរាល់ការចោទប្រកាន់របស់ថៃនិងបានសម្ដែងការព្រួយបារម្ភអំពីការសម្រេចចិត្តបង្កកកិច្ចព្រមព្រៀងនេះទាំងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដែលទាំងពីរជាសាក្សីនៃកិច្ចព្រមព្រៀងមិនទាន់បានចេញការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេខ្ញុំរស់សុធាពី News Today NTTVក្រុមប្រឹក្សាសន្តិសុខជាតិថៃនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បានសម្រេចបង្កកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាផ្លូវការហើយថាថៃនឹងជូនដំណឹងពន្យល់ពីមូលហេតុនៃការសម្រេចចិត្តនេះទៅសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដែលជាហត្ថលេខីសាក្សីនេះបើយោងទៅតាមទូរទស្សន៍ក្នុងស្រុកថៃបន្ថែមពីលើនេះក្រុមប្រឹក្សាដដែលសម្រេចមិនបញ្ជូនទាហានខ្មែរទាំង18នាក់មកកម្ពុជាវិញឡើយក្រោមការណែនាំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនេះក្រសួងការបរទេសថៃត្រូវដាក់ពាក្យបណ្ដឹងជាផ្លូវការប្តឹងកម្ពុជាដោយផ្ទាល់និងប្តឹងកម្ពុជាទៅបណ្ដាប្រទេសសមាជិកអនុសញ្ញាអូតាវ៉ាពីបទបង្កប់មីនថ្មីនៅជិតប្រាសាទព្រះវិហារដែលនាំឲ្យទាហានថៃចំនួន2នាក់រងរបួសកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ការសម្រេចចិត្តនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វីរៈកុលបញ្ជាឲ្យផ្អាកកិច្ចសហការទាំងអស់ជាមួយកម្ពុជារួមទាំងអ្វីដែលបានចុះហត្ថលេខាព្រមព្រៀងនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ផងដែរក្រសួងការបរទេសនិងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាពនិងបដិសេធរាល់ការចោទប្រកាន់ណាមួយដែលផ្ទុយទៅនឹងការពិតក្រោមការផ្ទៀងផ្ទាត់ដោយអ្នកសង្កេតការណ៍អាស៊ានគិតត្រឹមម៉ោង1រសៀលថ្ងៃទី11ខែវិច្ឆិកាម៉ាឡេស៊ីនិងអាមេរិកដែលជាសហភាគីចុះហត្ថលេខានិងជាសាក្សីនៃកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរមិនទាន់មានប្រតិកម្មជាផ្លូវការណាមួយនៅឡើយទេអ្នកវិភាគនយោបាយកម្ពុជាលោកកិនភៀបាននិយាយថាសកម្មភាពរបស់ប្រទេសថៃបង្ហាញថាថៃមិនឲ្យតម្លៃច្រើនទេទៅលើរដ្ឋបាលរបស់លោកច្រាំហើយកំពុងតែរកហេតុផលដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទាំងស្រុងដើម្បីបន្តឃុំឃាំងទាហានកម្ពុជានិងប៉ុនប៉ងវាទីយកទឹកដីខ្មែរដែលលោកថាកម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ញុំរស់សុធាពី News Today NTTVកងទ័ពអាកាសថៃនៅល្ងាចថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025បានបញ្ចេញយន្តហោះចម្បាំងកំពូលរបស់ខ្លួនចំនួន3ប្រភេទត្រដាងស្លាបពេញមេឃនៅប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រោយការផ្ទុះមីននៅក្បែរភ្នំទ្រាប់ដែលបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសយន្តហោះទាំង3ប្រភេទដែលទ័ពថៃសម្ញែងជាសាធារណៈតាមទំព័រ Facebook ផ្លូវការរបស់ខ្លួនគឺ F5TH និង F16 ផលិតនៅសហរដ្ឋអាមេរិកនិង Gripen C ផលិតដោយស៊ុយអែតយន្តហោះចម្បាំង F5TH មានបំពាក់រ៉ាដាទំនើបប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកឧបករណ៍ចាប់កម្ដៅ Infrared និងមីស៊ីលមានប្រព័ន្ធនាំផ្លូវចំណែកយន្តហោះ F16 ដែលហោះលឿនជាងល្បឿនសំឡេង2ដងនិងហោះបានក្នុងចម្ងាយលើសពី500គីឡូម៉ែត្រជាឆ្អឹងខ្នងការពារដែនអាកាសថៃដោយឡែកយន្តហោះចម្បាំង Gripen មានរ៉ាដា AESA និងមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារគោលដៅពីចម្ងាយជាង100គីឡូម៉ែត្រក្នុងសង្គ្រាមព្រំដែន5ថ្ងៃកាលពីខែកក្កដាឆ្នាំ2025
F16 និង Gripen បានលុកលុយដែនអាកាសកម្ពុជាទម្លាក់គ្រាប់បែកយាយប្រហារនៅក្នុងគោលដៅជាច្រើនការបញ្ចេញសាច់ដុំនេះកើតឡើងភ្លាមបន្ទាប់ពីលោកអនុទានឆន្ទរៈគុលនាយករដ្ឋមន្ត្រីថៃបានបញ្ជាឲ្យព្យួរកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិកនឹងត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដំណើរគ្នានោះកងទ័ពអាកាសថៃក៏បានចេញមុខផ្អាករាល់កិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ជាមួយកម្ពុជាបន្ថែមពីលើសេចក្តីថ្លែងការណ៍សន្តិភាពក្រសួងការបរទេសកម្ពុជានៅយប់ថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025បានសម្ដែងការព្រួយបារម្ភពីការសម្រេចចិត្តរបស់ថៃហើយបានបដិសេធការចោទប្រកាន់របស់ថៃដែលថាកម្ពុជាដាក់មានថ្មីខ្ញុំរស់សុធាពី News Today NTTV ព័ត៌មានទី1នេះគឺដោយតែបានជម្រាបក្នុងពេលព្រឹកមិញទៅហើយគឺខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនៅក្នុងគណៈនេះកំពុងតែពិភាក្សាគ្នាអំពីច្បាប់ដើម្បីបន្តបើករដ្ឋាភិបាលឡើងវិញបន្ទាប់ពីបិទអស់រយៈពេលជាង40ថ្ងៃដែលជាការបិទរដ្ឋាភិបាលសហព័ន្ធដែលមានរយៈពេលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកការដែលអនុញ្ញាតឲ្យពិភាក្សានេះបានគឺក្រោយពីខាងសមាជិកព្រឹទ្ធសភានៃគណៈបកប្រជាធិបតេយ្យចំនួន8នាក់បានដើរចេញពីបន្ទាត់នយោបាយរបស់គណៈបកមកគ្រប់គ្រងច្បាប់សម្រាប់បើករដ្ឋាភិបាលឡើងវិញដែលផ្ដល់ថវិកាដល់រដ្ឋាភិបាលហើយការតាមធម្មតានីតិវិធីនៃការបោះឆ្នោតហ្នឹងគឺបានចាប់ផ្ដើមតាំងពីម៉ោង5:30នាទីល្ងាចមិញគឺកាលពី3ម៉ោងមុនម៉ោងនៅសហរដ្ឋអាមេរិកនេះហើយពិភាក្សាគ្នាមានវគ្គចំនួន8ជុំឯណោះទម្រាំអាចនឹងឈានទៅដល់អនុម័តមកដល់ម៉ោងនេះប្រហែលជាអាចនឹងអនុម័តឬក៏អាចនឹងបន្តរហូតដល់យប់ជ្រៅទៀតដើម្បីអនុម័តច្បាប់សម្រាប់បើករដ្ឋាភិបាលឡើងវិញផ្ដល់ថវិកាទៅដល់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដោយឡែកលោក Mike Johnson លោក Mike Johnson ដែលជាប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិកនោះក៏បានប្រកាសឲ្យដឹងដែរថាលោកបានប្រាប់ឲ្យសមាជិករដ្ឋសភាវិលត្រឡប់មករដ្ឋធានី Washington វិញពីព្រោះលោកបានអនុញ្ញាតឲ្យពួកអស់លោកស្រីនោះសម្រាប់វិសមកាលអស់រយៈពេលជាង50ថ្ងៃទៅហើយគឺ52ថ្ងៃទៅហើយតាំងពីខែកញ្ញាមកដោយសារតែការបិទរដ្ឋាភិបាលហើយនឹងការត្រូវរយៈពេលវ៉ាកងបាទក៏ប៉ុន្តែលោកបានជម្រាបឲ្យអស់លោកស្រីនោះវិលត្រឡប់មករដ្ឋធានី Washington វិញឲ្យបានត្រឹមថ្ងៃពុធដើម្បីត្រៀមបោះឆ្នោតទៅលើច្បាប់នោះបាទហើយនៅពេលណាដែលខាងព្រឹទ្ធសភាបោះឆ្នោតគ្រប់គ្រងបានសម្រេចគឺនឹងបញ្ជូនទៅដល់ខាងរដ្ឋសភារបស់សហរដ្ឋអាមេរិករៀបចំការបោះឆ្នោតហើយបើតាមគម្រោងគឺប្រហែលជាអាចនឹងបោះឆ្នោតនៅគ្រប់គ្រងនៅថ្ងៃពុធក៏ប៉ុន្តែក៏មាននីតិវិធីបាទមាននីតិវិធីច្រើនដែរគឺត្រូវឆ្លងកាត់គណៈកម្មាធិការខាងច្បាប់ទម្លាប់នៅក្នុងខាងសភានឹងសិនដើម្បីអនុញ្ញាតធ្វើយ៉ាងណាអាចដាក់ច្បាប់នេះទៅសភាពេញអង្គដើម្បីបោះឆ្នោតគ្រប់គ្រងឬក៏ពិភាក្សាដេញដោលផងដែរក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺតាមមើលនានាការគឺដោយសារតែប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋនោះដែលសម្ដែងការគ្រប់គ្រងអញ្ចឹងលទ្ធភាពនៃការដែលគ្រប់គ្រងច្បាប់ថ្មីនេះគឺអាចនឹងទៅរួចដែលអាចនឹងបញ្ជូនទៅដល់តុរបស់លោកប្រធានាធិបតី Donald Trump ចុះហត្ថលេខាប្រហែលជានៅក្នុងចុងសប្តាហ៍នេះឬក៏អាចនៅក្នុងថ្ងៃពុធនឹងតែម្ដងនៅពេលណាដែលបោះឆ្នោតគ្រប់ទៅហើយបញ្ជូនទៅដល់ការិយាល័យរបស់លោកប្រធានាធិបតីបើគាត់ចុះហត្ថលេខាចូលជាច្បាប់គឺអាចបើករដ្ឋាភិបាលវិញដោយដែលខ្ញុំបានជម្រាបអញ្ចឹងអាចនៅក្នុងពាក់កណ្ដាលសប្តាហ៍នេះឬក៏ចុងសប្តាហ៍នេះហើយកិច្ចព្រមព្រៀងមួយចំនួនគឺខ្ញុំបានជម្រាបជូនកាលពីព្រឹកមិញហើយថាតើខាងគណៈបកប្រជាធិបតេយ្យទទួលបានអ្វីបាទហើយជាអ្វីមួយដែលគេមើលឃើញថាជាការលេចធ្លោរបស់ខាងគណៈបកប្រជាធិបតេយ្យទទួលបាននោះគឺការយកបញ្ហានេះទៅសារស័ព្ទរៀបរាប់ប្រាប់អ្នកបោះឆ្នោតអាមេរិកថាគណៈបកសាធារណរដ្ឋមិនមានចេតនានៅក្នុងការគ្រប់គ្រងច្បាប់អូបាម៉ាខែនោះទេប្រសិនបើនៅខែ12នេះមិនមានការគ្រប់គ្រងអញ្ចឹងអ្នកបោះសមាជិកសភាគណៈបកប្រជាធិបតេយ្យគឺមានចំណុចខ្លាំងសម្រាប់ឃោសនាទៅដល់អ្នកបោះឆ្នោតរបស់ខ្លួន